ជំរាបសួរទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកព័ត៌មានមួយទៀតតកតងទៅនឹងថ្លៃសិក្សាកូនណាបាទដូចខ្ញុំសន្យាកាលវីដេអូមុនអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើវីដេអូផ្សេងៗតកតងទៅនឹងការជ្រើសរើសសាលាសម្រាប់សាលាកូនហើយនឹងតារាងតម្លៃដើម្បីមុនការសម្រេចចិត្តរបស់បងប្អូនអាចដឹងខ្លះដែរណាដឹងខ្លះដែរជាពិសេសគឺសម្រាប់ការត្រៀមខ្លួនណាការត្រៀមខ្លួនអញ្ចឹងថ្ងៃនេះខ្ញុំលើកយកមកជាសាលាWestern ណាសាលា Western បងប្អូនបែរឃើញនៅពេញពីច្រើនយើងឃើញមានសាលា Western អញ្ចឹងសាលា Western តម្លៃសិក្សានៅក្នុងមួយឆ្នាំវាអាស្រ័យទៅលើកម្រិតរបស់វាអញ្ចឹងបើសិនណាមតីថ្លៃសិក្សាអាច1500សំទោស2500ឬ2000តែខ្ទង់2500 2600អីតិចតួចហ្នឹងណានៅក្នុងមួយឆ្នាំអាហ្នឹងសម្រាប់ថ្នាក់មតីបើសិនណាថ្នាក់ទី1ដល់ថ្នាក់ទី3អស់ថ្លៃសិក្សាហ្នឹងប្រហែលជា2400ជាងណា2430អីចឹងទៅណាហើយបើថ្នាក់ទី5ទី6ទី7ទី8អីគឺ2600ណា2600ហើយបើថ្នាក់ទី9ដល់ទី11គឺ2700ជាងណា2730តិចតួចណាហើយសម្រាប់ថ្នាក់ទី12គឺ2830ជាងអានឹងសម្រាប់ឆ្នាំសិក្សា2026 27ហើយអាចតម្លៃនេះអាចប្រែប្រួលទៀតនៅពេលអនាគតណានៅក្នុងឆ្នាំសិក្សាក្រោយៗទៀតប៉ុន្តែសម្រាប់ឆ្នាំសិក្សា2026 27ហ្នឹងគឺតម្លៃដូចខ្ញុំបានបញ្ជាក់ចឹងហើយអានេះអត់ទាន់បូកថ្លៃឯកសណ្ឋានអត់ទាន់បូកថ្លៃធ្វើដំណើរបើសិនណាបងប្អូនមានកូនដែលត្រូវពឹងឲ្យឡានសាលាជួយដឹកអត់ទាន់បូកថ្លៃអាហារបើសិនណាចង់ឲ្យកូនបងប្អូនហូបអាហារនៅក្នុងសាលាអត់ទាន់បូកថ្លៃសិភៅអីផ្សេងៗទេហើយបើបងប្អូនជាកូនដែលទំទៅចុះឈ្មោះថ្មីប្រហែលនឹងត្រូវចំណាយថ្លៃរដ្ឋបាលបន្ថែមទៀតណាយើងហៅ admin fee ហ្នឹងបន្ថែមទៀតអញ្ចឹងនេះជាតម្លៃរបស់សាលា Western ហើយក្នុងករណីបងប្អូនចង់ដាក់កូនដាក់អីគិតពិចារណាខ្លួនឯងឲ្យត្រៀមខ្លួនណាត្រៀមខ្លួនដូចខ្ញុំនិយាយចឹងការចំណាយលើកូនវាជាការវិនិយោគវែងឆ្ងាយរយៈពេល12ឆ្នាំអញ្ចឹងដាក់សាលាណាយើងតើប្រកាសពជាខ្លួនឯងហើយរៀបចំគម្រោងថវិកាខ្លួនឯងឲ្យបានត្រឹមត្រូវដែរណាឲ្យបានត្រឹមត្រូវដែរអូខេអរគុណច្រើនដូចខ្ញុំបញ្ជាក់ចឹងចេតនាតែមួយទេគឺចង់ឲ្យបងប្អូនត្រៀមខ្លួននៅក្នុងការជ្រើសរើសសាលាណាមួយដើម្បីឲ្យកូនហើយចាំវីដេអូក្រោយៗទៀតខ្ញុំនិយាយរឿងសាលាផ្សេងទៀតហើយទន្ទឹមហ្នឹងពេលខ្ញុំនិយាយអស់ចប់សាលាហ្នឹងខ្ញុំនឹងនិយាយវិធានបទអីផ្សេងព្រោះឥឡូវនេះជារដូវកាលសម្រាប់ចុះឈ្មោះចូលរៀនកូនយើងហើយណាជាពិសេសសម្រាប់សាលាឯកជនអរគុណច្រើនបងប្អូនដែលទៅចូល channel របស់ខ្ញុំអត់ដែលដឹងថាខ្ញុំអីអាចតាមដានវីដេអូខ្ញុំផ្សេងទៀតហើយបើមិនទាន់បាន subscribe ទេអាច subscribe channel របស់ខ្ញុំហើយគិតថាបងប្អូននឹងអាចរៀនអីមួយថ្មីមិនច្រើនក៏តិចតួចដែរអរគុណច្រើនជូនពលា